នេះជាការកែច្នៃក្របលុកឡាក់ធ្វើជាអំពូលជាដំបូងយើងត្រូវមានឈើកាវកត្រៃមានក្របនឹងមកដើម្បីយើងរៀបចំធ្វើជាអំពូលតាំងពីកនៅក្នុងហាងយើងឬបន្ទប់គេងយើងតាំងនៅណាក៏បានដែរបងប្អូនសំខាន់ណាស់តែយើងចង់តាំងតែយើងមកមើលការ decor របស់គាត់វិញការតុបតែងរបស់គាត់ក៏ចូលកាវមកបិទមកដំបូងនេះជាមានកដាស់នៅវាបេតុងរឹងហើយគេចាក់ស៊ីម៉ងតដើម្បីយកធ្វើជាបងបាញ់ដើម្បីដាក់ដោតទៅឲ្យវារឹងឥឡូវគាត់ចាប់ដើមធ្វើត្រង់ទ្រាយខាងលើរួចហើយឥឡូវគាត់ចាប់ដើមធ្វើបងបាញ់គេដោតគេដល់ពេលយើងដាក់ចឹងហើយបាញ់ថ្នាំបាញ់អីហើយស្អាតហើយបានគាត់លយទៅអែមមកទៅអែមស្អាតបងប្អូនអាចសាកបានទៅបងប្អូនហើយវីដេអូមានតែប៉ុណ្្នឹងទេអរគុណបងប្អូនបាយបាយជួបគ្នាវីដេអូក្រោយបាយ